រៀបសួរពុកប៉ែបងប្អូនថ្ងៃនេះនាំពុកម៉ែបងប្អូនមកមើលផ្លូវដែលទៅហៅថាទូបរោនពុកម៉ែបងប្អូនភូមិមីងធ្លាប់ស្គាល់ហើយផ្លូវនេះបាក់ណាស់មុនមកក្លុកតាមខ្វាច់គង់ផ្លូវនេះឥឡូវផ្លូវស្អាតមែនទែនកម្ពុជាឥឡូវស្អាតណាស់នាំបងមីងនៅក្រៅប្រទេសតែមិនទាន់បានទស្សនាកម្ពុជាគិតទស្សនាកម្ពុជាឥឡូវចម្រើនស្អាតវាទាំងភូមិចាំទស្សនាបានចាំនៅផ្លូវចាក់បេតុងផ្លូវសងខាងផ្លូវនេះខាងចំនួន2000នេះពីក្រឡុកតាមក្នុងបាច់គុំមកជាកើតទៅបងប្អូនតែឥឡូវស្អាតមែនតើផ្លូវនេះកម្ពុជាយើងឥឡូវចាប់ផ្ដើមមកពីគាត់ហើយអំពុំមីនៅក្រៅប្រទេសចង់ទៅទស្សនាកម្ពុជាយើងអាចទៅទស្សនាបានដោយកម្ពុជាយើងមានសុខសុវត្ថិភាពចរាចរណ៍ដែលវាក៏ស្ទះតិចតួចតែក៏វាវត្តភាពសាលាទន្សាសាលាចិនលើកធ្វើធំមកទៅទូរោណាអានេះផ្លូវនឹងពិបាកមែននឹងតូចក៏តូចកុងតឺន័រក៏ច្រើនពិបាកណាស់តែឥឡូវមកស្រួលឥឡូវធ្វើលពឹងតែម្ដងឡាស់ឥឡូវស្ទបរីនេះអានេះបរីគឺជូនបរីទាំងអស់តែមកចាស់លពែងតាមដងផ្លូវស្អាតណាឥឡូវអានេះផែសូងងួនពីមុននេះបងប្អូនផែសូងងួនផែដាក់កុងតឺន័រពីមុនមកឥឡូវមកមានកុងតឺន័រនេះមានកុងតឺន័រនៅច្រើនតែផ្លូវឥឡូវស្អាតផ្លូវជិះចូលស្អាតណាស់តែមកចឹងមិនចង់ថតវីដេអូទស្សនវិជ្ជាស្ដែងឲ្យបែបបងប្អូនបានទស្សនាមើលថាកម្ពុជារបស់យើងខ្មែរយើងវាចំណានល្អណាស់ហើយទៅដល់តំណាបើឲ្យបងប្អូននៅក្រៅប្រទេសបានទស្សនាចង់ចូលមកទស្សនាកម្ពុជាយើងអត់ដឹងថាផ្លូវនេះស្អាតប៉ុណ្ណាផ្លូវនេះទៅណានេះផ្លូវទូបរោមុនហ្នឹងមុនទូចពេលហ្នឹងគឺមុនបាន5ម៉ែត្រផងឥឡូវគឺបរិទ្ធទៅជាផ្លូវ30ម៉ែត្របងស្អាតឡើងភ្លឹងហ្មងបេតុងមានផ្លូវទៅផ្លូវមកគឺថាស្រួលរំភើយតែម្ដងគឺថាខ្ញុំមានមោទនភាពណាស់ពេលដែលបានផ្លូវស្អាតអញ្ចឹងបានទីស្អស់គ្នាហើយក៏បានថតវីដេអូខ្លះដើម្បីឲ្យបងប្អូនបានទស្សនាទាំងលោកបងប្អូនចង់មកកម្ពុជាអញ្ចឹងបានដឹងថាកន្លែងនេះវាជាកន្លែងនេះវាជាអាចចេះជុំផ្ទះឡានទៅហ្នឹងបានថាកន្លែងនេះកន្លែងស្តុបលូទៅខ្វែងបើស្គាល់កន្លែងមានស្តុបល្អហើយនៅមានស្តុបពេលរងថ្ងៃគឺមានការកត់ស្ទះពេលល្ងាចកន្លែងគឺស្របឲ្យគាត់ថាគាត់កាត់ស្តុបកន្លែងមួយទៅដើម្បីឲ្យវាកក់ស្ទះខ្លាំងពេកនេះឡើងហើយទៅឡើង5-6ផ្លូវនេះស្ទះខ្លាំងមែនទែនហើយសារអត់មានស្តុបហើយលក់ហាងលក់នំចំណីតាមផ្លូវគាត់ថាវារៀងស្អីស្កាបន្តិចវាសូវដូចនៅប្រទេសគេវាអត់មានលក់ការលក់តាមផ្លូវអញ្ចឹងតែខ្មែរយើងវាកំពុងតែអភិវឌ្ឍវាមានការលក់ដូរតាមផ្លូវបន្តិចបន្តួចចឹងវាមិនអត់ទេតែយើងនៅអនាគតទៅវានឹងបាត់ទៅដល់ឯងដោយសារតែទឹកយើងវារីកចម្រើនហើយរីកចម្រើនសម្រាប់គេតឹងចឹងអ្នកលក់ដូរតាមចាំផ្លូវនេះត្រូវតែកាត់បន្ថយមកបន្តិចនេះផ្សារទូបរោណាបងប្អូនផ្សារទូបរោបងប្អូនមកម្ល៉េះខ្ញុំបានទៅស្គាល់គេផ្សារទូបរោគេលក់ដូរតែមើលទឹកភាពទៅនៅតែរលាស់ផ្លូវជិះស្រួលមែនតើនេះខ្ញុំជិះម៉ូតូហើយថតវីដេអូឲ្យពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាហើយថ្ងៃក្រោយបើខ្ញុំបានទៅផ្លូវណាទៀតខ្ញុំនឹងទស្សនាថតវីដេអូតាមផ្លូវនេះឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាទាំងកម្ពុជាយើងគឺចម្រើនដល់ណាផ្លូវ
បានឃើញហើយក៏ថតឲ្យបងបានឃើញដែរថាខ្មែរយើងវាទៅដល់ដំណាហើយបងប្អូនគួរតែមកលេងខ្មែរសិស្សអ៊ំចាស់ចាស់និយាយតាមតាមគាត់ខាងមកទៅហើយខាងសុខខ្មែរចឹងបងប្អូនដែលនៅក្រៅមកទស្សនាសង្គមយើងអាប់ដមានថាឥឡូវមកដល់ដំណាហើយខ្មែរយើងសុខភាពបណ្ណាដើរទៅសុខភាពបណ្ណានេះឡានខ្មែរពីស្ពេចពងទៅហើយតែក៏មិនធ្វើម៉េចដែរព្រោះយើងឥឡូវយើងវាមិនទាន់រីកចម្រើនបាន 100% ហើយនេះក៏ខ្សែរផ្លូវទៅផ្លូវកម្ពុជាផ្លូវទៅខ្មៅបងប្អូនស្ថានភាពអីចឹងក៏ខ្ញុំបញ្ចប់ការ